បងប្អូនទាំងអស់គ្នាតើនៅចាំក្មេងស្រីតូចលក់ផ្កានៅគិរីរម្យដែរទេនាងមានឈ្មោះពិតថាសុនស្រីតីថ្ងៃនេះនាងបានទៅជួបនឹងសម្ដេចពុកហើយនៅក្នុងเพจផ្ទាល់ខ្លួនរបស់សម្ដេចពុកបានសរសេររៀបរាប់ថាចៅស្រីសុនស្រីតីបានជួបលោកតាសម្ដេចតេជោហើយនៅរុស្ស៊ីថ្ងៃអាទិត្យ1កើតខែពិសាខឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី27ខែមេសាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ចៅស្រីសុនស្រីតីចៅស្រីតូចលក់ផ្កាចូលជួបនិងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅបន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារនិងការសិក្សារបស់ចៅគឺមានជីវភាពលំបាកកំពុងរស់នៅក្នុងផ្ទះដែលជាផ្ទះបងឲ្យស្នាក់អាស្រ័យបណ្ដោះអាសន្នស្ថិតនៅក្នុងភូមិថ្មីគិរីរម្យឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូមួយគ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃហើយប្រាក់ចំណូលនិងសន្សំទាំងប្តីប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះគ្រួសារចៅស្រីតីមានសមាជិក5នាក់រួមមានឪពុកឈ្មោះសេងរិទ្ធអាយុ40ឆ្នាំមុខរបរអ្នកបោចវរដកផ្សិតនិងឈ្នួលប្រក់ដំបូលផ្ទះម្ដាយឈ្មោះទឹកមុំអាយុ44ឆ្នាំមុខរបរលក់ផ្កានិងចាប់ហួយបន្តិចបន្តួចលើភ្នំគិរីរម្យមានកូន3នាក់ក្នុងបន្ទុកមួយឈ្មោះសុនស្រីលក្ខភេទស្រីអាយុ16ឆ្នាំជប់រៀនថ្នាក់ទី7ពីរឈ្មោះសុនដេវីតភេទប្រុសអាយុ10ឆ្នាំរៀនថ្នាក់ទី3នៅសាលាដូងលើភ្នំគិរីរម្យ3ឈ្មោះសុនស្រីតីភេទស្រីអាយុ4ឆ្នាំចៅស្រីលក់ផ្កាមិនទាន់ចូលរៀនឪពុកម្ដាយចៅស្រីតីបានគោរពជម្រាបជូនសម្ដេចតេជោថាចៅស្រីសុនស្រីតីជាកូនស្រីឆ្លាតចាប់ពីពេលចេះនិយាយមកគឺនិយាយច្រើនហើយតែងតែទាយកផ្កាដែលម្ដាយក្រងរួចយកទៅលក់នៅវត្តផ្លូវជាមួយម្ដាយក្នុងគណៈនៃការគោរពជម្រាបសម្ដេចតេជោចៅស្រីតីបានជជែកលេងជាមួយសម្ដេចតេជោជាច្រើនវីដេអូនឹងផ្សាយជូននៅលើ TikTokដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារចៅស្រីតីសម្ដេចតេជោបានផ្ដល់ប្រាក់ដុល្លារចំនួន$10,000និងប្រាក់រៀលចំនួន30លានរៀលដោយដាក់ចូលក្នុងគណនីធនាគារឲ្យសម្ដេចតេជោក៏នឹងផ្ដល់$1លានក្នុងមួយខែរយៈពេល3ឆ្នាំព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឲ្យនិងដីសម្រាប់ធ្វើចម្ការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំដែលអាចប្រកបរបរលក់ចាប់ហួយនិងអាចធ្វើចម្ការចិញ្ចឹមសត្វបានពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនទៅសាលារៀនដោយឯកឧត្តមផ្សេងទៀតនឹងទទួលរៀបចំកិច្ចការទាំងនេះសូមជូនពរក្រុមគ្រួសារចៅស្រីសុនស្រីតីជោគជ័យសំណាងល្អហើយនៅក្នុងเพจសម្ដេចតេជោហ៊ុនសែនក៏បានសរសេរបន្ថែមទៀតថាថ្ងៃនេះបានជួបចៅស្រីតីនិងក្រុមគ្រួសាររួចហើយចៅតីបានយកផ្កា5កម្រងមកលក់ឲ្យខ្ញុំដែលមួយកម្រង5,000រៀលសុំចុះ4,000រៀលមិនព្រមជូន6,000រៀលក៏មិនព្រមគឺដឹងតែ5,000រៀលសុំទិញជំពាក់លុយសិនក៏មិនព្រមនៅពេលឲ្យលុយ50,000រៀលចៅថារួចគ្នាប្រាប់ថាជំពាក់តា5កម្រងត្រូវយកមកឲ្យតាទៀតចៅឆ្លើយថាថ្ងៃក្រោយយកមកលក់លើកក្រោយគឺគិតលុយទៀតសម្ដីចៅស្រីតីចាក់ទឹកមិនលិចគួរឲ្យស្រឡាញ់ឪពុកម្ដាយប្រាប់ថាមិនបានបង្ខំចៅឲ្យទៅលក់ផ្កាទេតែចៅតីទាមទារឲ្យឪពុកម្ដាយធ្វើផ្កាដើម្បីយកទៅលក់ដែលត្រូវកាត់យកពីម្ដាយ500រៀលក្នុងមួយកម្រងខ្ញុំសួរចៅតីថាចង់ធ្វើអីនៅពេលខាងមុខចៅតីឆ្លើយថាចង់រៀនជាចម្លើយឲ្យធ្វើឲ្យខ្ញុំពេញចិត្តបំផុតខ្ញុំបានរៀបចំដើម្បីបង្កើតមុខរបរសម្រាប់ក្រុមគ្រួសារគឺការលក់ដូរនិងកសិកម្មដែលនឹងចាត់ចែងនាពេលខាងមុខនេះសូមអរគុណដល់សម្ដេចតេជោហ៊ុនសែនដែលបានជួយដល់ក្រុមគ្រួសាររបស់ចៅស្រីតីសូមជូនពរសម្ដេចនិងក្រុមគ្រួសារមានសុភមង្គលមានសេចក្តីសុខសូមសម្ដេចមានសុខភាពល្អដើម្បីនៅជាម្លប់សម្រាប់កូនចៅតរៀងទៅ